នេះគឺជារបបប្រចាំតកូលរបស់បងស្រីដែលបន្សល់ទុកតាំងពីជីដូនជីតាគាត់មកម្លេះនោះគឺជាមាន់ដុតក្នុងបំពង់ឫស្សីមាន់ដុតនេះតើតែមានគេទៅទិញទៅគាត់កាប់សាច់មាន់ហើយដាក់ចូលទៅក្នុងបំពង់ថ្មីតែម្ដងដែលមាន់នឹងទៀតសោតគឺជាមាន់ស្រែដែលគាត់ចិញ្ចឹមនៅផ្ទះនឹងឯងហើយនៅក្នុងបំពង់នឹងក៏ដាក់មាន់មួយដែលមានទម្ងន់ប្រហែលជា1គីឡូកន្លះគាត់កាប់វាដុំដាក់ចូលទៅក្នុងបំពង់ជាមួយនឹងគ្រឿងផ្សំដូចជាម្សៅស៊ុបខ្ទឹមនិងពត្រាក្រហមបន្ទាប់មកគាត់ក៏ចាក់ទឹកចូលបន្តិចដែលទឹកនឹងគឺជាទឹកជ្រោះដែលហូរធ្លាក់មកពីលើភ្នំហើយគាត់ក៏បិទគម្របឫស្សីហើយយកវាទៅដុតគាត់ចំណាយពេលដុតវាប្រហែលជា30ទៅ40នាទីអញ្ចឹងហើយសម្រាប់មួយដែលទៅទិញតើតែរងចាំយូរបន្តិចហើយបងស្រីក៏ប្រាប់ថាម្ហូបនឹងបានតែក្នុងរដូវល្ងាទេបើសិនជានៅខែក្តៅវិញគឺបែកញើសហូរញើសតែម្ដងប៉ុន្តែអ្នកដែលបានញ៉ាំហើយគឺដឹងតែមកទិញទៀតហើយម្ហូបនឹងមិនមែនល្បីតែសម្រាប់គ្រួសារគាត់ទេគឺជាម្ហូបប្រចាំតំបន់ដែលគាត់រស់នៅហើយក៏ល្បីសុសសាយណាស់ដែលជាម្ហូបប្រពៃណីនៅក្នុងប្រទេសចិនឥឡូវម្ហូបនេះឆ្អិនហើយពេលដែលគាត់បើកគម្របមកគឺវាមានក្លិនឈ្ងុយធ្វើឲ្យអតិថិជនរបស់គាត់មិនអាចទ្រាំបានទេម្ហូបនេះគឺវាល្អសម្រាប់សុខភាពក្លិនឈ្ងុយពីបំពង់ឫស្សីនឹងអមមកជាមួយទៀតធ្វើឲ្យម្ហូបនឹងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់